បាទវីដេអូនេះសូមបង្ហាញពីការ check warranty របស់ Huawei បាទអញ្ចឹងគឺយើងចូលទៅ My Huawei បាទ My Huawei ហើយយើងដំបូងឡើយយើងចូលមកគឺបាទនៅទំព័រអញ្ចឹងបាទយើងចុចមកកន្លែង profile យើងមកបាទចុចកន្លែងនេះបាទសេវាកម្មហើយយើងចុចមើលពាក្យថាអត្ថប្រយោជន៍បាទអញ្ចឹងបើ warranty នៅក្នុងប្រទេសណាវានឹង load បាទនេះ Nova 12S បាទ warranty បាទនេះការធានាបាទស្ថានភាពនៅក្នុងការធានាបាទនេះតំបន់គឺCambodia បាទគឺកម្ពុជាយើងហើយសម្រាប់នេះការវិនិច្ឆ័យផុតកំណត់សុពលភាពបាទថ្ងៃ16ខែ7 2025បាទអញ្ចឹងម៉ាស៊ីនមួយគ្រឿងនេះគឺនៅមាន warranty បាទ Huawei គឺស្រួលមើលបែបហ្នឹងបាទអត់ពិបាកទេគឺ warranty គឺស្រួលមើលជាងគេហ្មងបាទ